ហ្នឹងហើយអូខេអ្នកទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាថ្ងៃទីដៃខ្ញុំមកចែករំលែកតទៅជាមួយនឹងការប្រឡងឆ្នាំទី1ដែលយើងនឹងប្រឡងពេលដែលយើងបានចូលមកកាន់ប្រទេសជប៉ុនចំពោះការប្រឡងនេះគឺសម្រាប់ទៅលើអ្នកដែលមកខាងផ្នែកថែទាំរថយន្តឬក៏ជួសជុលរថយន្តហើយនេះគឺជាការឯកសារនៃការប្រឡងឆ្នាំទី1ដែលខ្ញុំបានប្រឡងហើយគ្រាន់តែខ្ញុំចង់ចែករំលែកដល់សិស្សប្អូនដែលគាត់ចង់ដឹងថាការប្រឡងនោះវាមានអីខ្លះហើយឯកសារនោះវាមិនពន្យល់មួយឲ្យសិស្សប្អូនកុំឲ្យគាត់ភ័យហើយពេលដែលគាត់ដឹងទៅគាត់អាចរៀនសូត្រឲ្យហើយដើម្បីកុំឲ្យមានភាពលំបាកអញ្ចឹងណាสิ่งរបៀបអង់គ្លេសខាងក្រោមនេះអញ្ចឹងហើយនេះគឺជាឯកសារហើយវាមានដូចជា12ទំព័រចំពោះការបញ្យល់củaការយើងអនុវត្តហើយចំពោះឯកសារនេះដែរគឺជាឯកសារការអនុវត្តហើយមានការប្រឡងនោះគឺមាន2គឺយើងប្រឡងអនុវត្តមួយហើយនឹងប្រឡងទ្រឹស្ដីមួយដោយយើងគ្រាន់តែគូមួយគូរំបងហើយនឹងគូក្បែរនេះបើយើងគិតថាខុសឬក៏ត្រូវបើគិតថាត្រូវវាគូរំបងទេហ្នឹងវាស្រួលដែរទេហើយនេះខ្ញុំបរៀនមកប្រាប់ពីការឯកសារនៃការអនុវត្តហើយចំពោះយើងកុំឲ្យខាតពេលយូរយើងមកមើលឯកសារនោះទាំងអស់គ្នាអូខេដោយពីខាងលើវាថាខៃកុកឺជីនសេប៊ីគីណូជឺខ្ជឺហ៊ីយ៉ូកាស្កែនមានន័យថាការប្រឡងវាតម្លៃនៃការហ្វឹកហាត់ជំនាញសម្រាប់ជនបរទេសអញ្ចឹងណាហើយចំពោះជីស៊ឺគីស្កែនមុនដៃនេះគឺជាសំណួរនៃការប្រឡងអនុវត្តអូខេហើយចំពោះដល់នេះគឺជីដូឆាសេប៊ីសកយោឈូឃឺមានន័យថាការងារជួសជុលរថយន្តកម្រិតដំបូងមានការជួសជុលរថយន្តនោះគឺកម្រិតដំបូងកម្រិតទី1ទេហើយបន្តទៀតគឺយើងមកតើយើងពេលដែលយើងដាក់ពាក្យប្រឡងទៅយើងនឹងបានលេខ Chicken Bango មានលេខសម្គាល់ខ្លួនរបស់យើងនេះហើយនេះគឺជាឈ្មោះគឺ Nama X គឺឈ្មោះហើយយើងមកមើលខាងក្រោមទៀតគឺថា Skino មាន Ichi Scan Chikang នេះជួយជីកោនេះស្តាកាតេកាដៃ Ichi កាដៃសាន់អូកាណៃណាសៃមានន័យថាសូមអនុវត្តការងារពី1ដល់3យោងទៅតាមពេលវេលានិងការប្រុងប្រយ័ត្ននៃការហាមឃាត់របស់គេអញ្ចឹងណាគេកុំឲ្យធ្វើអីគេឲ្យធ្វើអីធ្វើនឹងទៅគឺគេមិនឲ្យធ្លាក់ទេហើយយើងមកដល់ចំណុចទី1គឺតើតើជាមួយនឹង scan ជីកាំងមានន័យថាពេលវេលានៃការប្រឡងហើយចំណុចនេះកាត់ដៃនេះគឺខ្ញុំបានសរសេរជាភាសាខ្មែរឲ្យគ្នាយើងបានមើលហើយគឺមុខងារឬក៏មេរៀនមួយអញ្ចឹងណាចំណុចមួយនេះ1 2 3អញ្ចឹងណាហើយកាត់ដៃមេហ្នឹងគឺដៃមេនេះគឺជាឈ្មោះប្រធានបទដែលយើងត្រូវធ្វើការត្រួតពិនិត្យនេះមានន័យថាមាន3ក្នុងកន្លងនេះអញ្ចឹង1 2 3អញ្ចឹងហើយនេះគឺយើងជីកាំងScan ជីកាំងគឺពេលវេលានៃការប្រឡងហើយនេះគឺជា Hiyo Jun ជីកាំងនេះមកស្តង់ដាររបស់គេហើយគឺ Ichikiri ជីកាំងមានមកបញ្ចប់មានន័យថាបើយើងធ្វើមក8នាទីអត់ចប់យើងអាចអស់គឺ10នាទីមានន័យថាតាំងគោ8នាទីហើយគឺពេលរាប់គេអាចមានចន្លោះមួយដើម្បីឲ្យយើងដកបន្ទុកយើងរយៈពេល2នាទីដែរបើយើងបញ្ចប់បាន8នាទីអត់អីប៉ុន្តែមកដល់10នាទីគឺយើងគេអាចកាត់បន្ទុកយើងតិចតួចចឹងកាត់តាមពេលវេលាដែលយើងលើកចឹងយើងធ្វើលឿនទៅកុំឲ្យគេកាត់បន្ទុកយើងណាបងនេះក៏ដល់ចំណុចទី1គឺ Engineer Munai no Ten Kensebi Sakayo មានន័យថាការត្រួតពិនិត្យការជួសជុលនៅក្នុងបន្ទប់ម៉ាស៊ីនមានន័យខ្ញុំបានបកឲ្យយើងអាចអានបានយល់បានហើយទី2គឺគ្រមាក់ Maverino Ten Kensebi Sakayo មានការត្រួតពិនិត្យនិងជួសជុលយន្តហើយទី3គឺ Kuntenseki Maverino Ten Kensebi Sakayo មាន
ការត្រួតពិនិត្យនឹងជួសជុលអំជំវិញការជំអ៊ីដែលយើងបើកបរមានន័យថាយើងធ្វើការត្រួតពិនិត្យជុំវិញកន្លែងដៃចង្កូតកន្លែងយើងអង្គុយអ្នកបើកបរអង្គុយហ្នឹងវាមានដូចជាប្រាំងដៃពិនិត្យមើលប្រាំងដៃនិងមើលចន្លោះស្ងន់ប្រាំងដែលយើងជន់មើលកម្រិតនៃការជន់ស្រូវរបស់វាអញ្ចឹងណាអូខេtrong ទំព័រទី1មានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយបាយបាយ